ដោយសារតែរូបរាងដ៏ល្អឥតខ្ចោះរបស់គាត់តាំងពីកុមារភាពមកគាត់តែងតែស្លៀកពាក់ដូចបុរសកំសត់ម្នាក់មនុស្សគ្រប់គ្នានៅក្នុងភូមិគិតថាគាត់ជាបុរសធម្មតាម្នាក់រហូតដល់ថ្ងៃមួយពេលគាត់កំពុងធ្វើការគាត់បានជួបនឹងព្រះអង្គម្ចាស់ដែលត្រូវបានគេដាក់ថ្នាំសណ្ដំពេលអ្នកទាំងពីរប៉ះគ្នាព្រះអង្គម្ចាស់ស្រាប់តែហែកសម្លៀកបំពាក់របស់នាងចេញប៉ុន្តែព្រះអង្គម្ចាស់ដែលត្រូវបានគេដាក់ថ្នាំសណ្ដំមិនអាចទប់ទល់នឹងការលបួងបែបនេះបានទេហើយចង់យកស្ត្រីនោះធ្វើជារបស់ខ្លួនដោយមិននិយាយអ្វីទាំងអស់ស្ត្រីនោះព្យាយាមរត់គេចខ្លួនប៉ុន្តែព្រះអង្គម្ចាស់បានហែកក្រណាត់ដែលម្ដាយរបស់គាត់បានរុំនាងចេញអាចកំបាំងនេះដែលលាក់ទុកអស់រយៈពេល20ឆ្នាំទីបំផុតត្រូវបានគេរកឃើញពេលក្រឡេកមើលស្ត្រីនៅពីមុខគាត់ព្រះអង្គម្ចាស់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងគាត់បានលើកនាងឡើងភ្លាមហើយដឹកនាងទៅដើមឈើក្បែរនោះជាកន្លែងដែលពួកគេបានចំណាយពេលមួយយប់ដ៏អាម៉ាស់ជាមួយគ្នាបន្ទាប់ពីព្យាបាលថ្នាំពុលរបស់ព្រះអង្គម្ចាស់ស្ត្រីនោះបានរត់គេចខ្លួនដោយភ័យស្លន់ស្លោដោយគិតថានាងនឹងមិនបានជួបបុរសម្នាក់នេះទៀតទេទោះជាយ៉ាងណាក៏ដោយ10ខែក្រោយមកនាងបានសម្រាលកូនរបស់ព្រះអង្គម្ចាស់ដើម្បីការពារកិច្ចមូលរបស់គាត់ម្ដាយរបស់គាត់បានប្រាប់មនុស្សគ្រប់គ្នាថាកូននោះត្រូវបានគេយកទៅចិញ្ចឹមហើយដាក់ឈ្មោះគាត់ថាហ្វូគឺប៉ុន្តែបុរសកំណាចក្នុងភូមិឈ្មោះរងអ៊ឺយេបានចង់បានស្ត្រីនោះជាយូរមកហើយពេលដឹងថាគាត់មានកូនក្រៅអាពាហ៍ពិពាហ៍ទ្រង់បានប្រើលេសនេះដើម្បីនាំបុរសមកមាត់ទ្វារផ្ទះរបស់ទ្រង់ដើម្បីចាប់ក្មេងនោះហើយបង្ខំស្ត្រីនោះឲ្យជួយសង្គ្រោះគាត់ដើម្បីឲ្យស្ត្រីនោះរត់គេចខ្លួនម្ដាយចាស់របស់នាងបានរារាំងបុរសកំណាចនោះយ៉ាងអស់សង្ឃឹមដោយបង្ខំគាត់ឲ្យនាំក្មេងនោះទៅរកឪពុកបង្កើតស្ត្រីនោះតែគ្មានជំរឿអ្វីផ្សេងបានរត់គេចលួនជាមួយក្មេងនោះជាមុនសិនដោយមានបំណងជួយសង្គ្រោះម្ដាយរបស់នាងនៅពេលក្រោយទោះជាយ៉ាងណាក៏ដោយគ្មានកន្លែងណាផ្សេងទៀតដែលត្រូវទៅស្ត្រីនោះបានត្រឡប់មកជាមួយក្មេងនោះវិញនៅយប់នោះដោយចង់ចាំពាក្យរបស់បុរសនោះនាងជឿថាគាត់នឹងមិនបោះបង់ចោលកូនរបស់នាងឡើយដូច្នេះនាងបានដាក់ក្មេងនោះរួមជាមួយខ្សែត្បូងរបស់ព្រះអង្គម្ចាស់នៅមាត់ទ្វារហើយប្រញាប់ចេញទៅលាក់ខ្លួនក្នុងស្រមោលដើម្បីសង្កេតមើលមិនយូរប៉ុន្មានអ្នកបម្រើរបស់ព្រះអង្គម្ចាស់បានឃើញស្ត្រីនោះនៅឆ្ងាយនាងបានដឹងភ្លាមថានាងជាស្ត្រីនោះនៅយប់នោះហើយបានបញ្ជាឲ្យបុរសរបស់នាងនាំនាងមកវិញដោយមិនគិតពីតម្លៃក្មេងនោះក៏ទំនងជាសាច់ឈាមរបស់ព្រះអង្គម្ចាស់ដែរនាងត្រូវតែប្រាប់ដំណឹងល្អនេះទៅព្រះអង្គម្ចាស់យ៉ាងឆាប់រហ័សទន្ទឹមនឹងនេះព្រះអង្គម្ចាស់ដែលមានជ័យជំនះកំពុងត្រូវបានគ្រូពេទ្យអធិរាជធ្វើរោគវិនិច្ឆ័យនៅក្នុងព្រះបរមរាជវាំងរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងសមរភូមិទ្រង់ខ្លាចថាទ្រង់នឹងមិនមានកូនឡើយខណៈពេលដែលព្រះចៅអធិរាជកំពុងសោកសៅចំពោះលទ្ធភាពដែលកូនប្រុសតែមួយគត់របស់ទ្រង់អាចនឹងស្លាប់ដោយគ្មានអ្នកស្នងរតកអ្នកបម្រើរបស់ព្រះអង្គម្ចាស់ម្នាក់បានប្រញាប់ប្រញាល់ចូលកាន់ទារកម្នាក់ព្រះអង្គម្ចាស់បានស្គាល់ទារកនោះភ្លាមហើយពេលឃើញស្នាមកំណើតដែលមានលំនាំពុករាជវង្សតែមួយគត់នៅលើដៃរបស់ទារកនោះទ្រង់ដឹងភ្លាមថានេះជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ព្រះចៅអធិរាជមានព្រះតីរីករាយជាខ្លាំងហើយបានប្រទានងារជាចៅប្រុសភ្លាមដល់ទ្រព្យសម្បត្តិដែលមិននឹកស្មានដល់នេះទោះជាយ៉ាងណាក៏ដោយបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតភាពនឹងកើតឡើងចៅប្រុសបានយំអស់រយៈពេល3ថ្ងៃ3យប់ជាប់គ្នាដោយបដិសេធមិនព្រមផឹកទឹកដោះគោមួយដំណក់ឡើយមិនថាអ្នកបំបៅដោះកូនព្យាយាមយ៉ាងណាក៏ដោយព្រះចៅអធិរាជនៅតែសង្ស័យថាតើព្រះអង្គម្ចាស់ដឹងពីវត្តមានរបស់ទ្រង់ឬអត់ព្រះអង្គម្ចាស់ក្រឡេកមើលមួយផ្លែតដោយមានការថប់បារម្ភនិងព្រួយបារម្ភឃើញចៅប្រុសដ៏មានតម្លៃរបស់ទ្រង់ហៀបនឹងអត់ឃ្លានព្រះចៅអធិរាជបានដើរយ៉ាងប្រញាប់ប្រញាល់នៅពេលនោះរដ្ឋមន្ត្រីម្នាក់ហ៊ាននិយាយឡើងដោយនិយាយថាទារកឆ្លាតវៃនេះនឹងស្គាល់តែទឹកដោះម្ដាយរបស់វាប៉ុណ្ណោះពាក្យទាំងនេះគឺជាការដាស់តឿនព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យភ្លាមដោយបិទផ្សាយសេចក្តីជូនដំណឹងទូទាំងប្រទេសដោយផ្ដល់រង្វាន់ជាមាស 10000 តាដល់អ្នកដែលអាចឲ្យចៅប្រុសភ្លក់ទឹកដោះគោជាលើកដំបូងទន្ទឹមនឹងនេះស្ត្រីនោះបានត្រឡប់ទៅផ្ទះវិញដើម្បីព្យាយាមជួយសង្គ្រោះម្ដាយរបស់នាងជនផ្ដាច់ការនោះមានមេត្តាស្ត្រីនោះពិតជាបានត្រឡប់មកវិញហើយថ្ងៃនេះគ្មានអ្នកណាអាចគេចផុតពីវាបានទេអ្នកប្រហែលជាមានអំណាចគ្រប់យ៉ាងនៅទីនេះប៉ុន្តែតើអ្នកហ៊ានលួចស្ត្រីម្នាក់ពីព្រះអង្គម្ចាស់នៃសេនប៉ីទេមុនពេលត្រឡប់មកវិញស្ត្រីនោះបានឃើញថាវិមានរបស់ព្រះអង្គម្ចាស់នៃសេនប៉ីកំពុងជ្រើសរើសគិលានុបដ្ឋាយិកាដោយចាប់យកសេចក្តីជូនដំណឹងពណ៌លឿងពីជញ្ជាំងដូចជាវាជាខ្សែជីវិតនាងបានហៅឈ្មោះវិមានរបស់ព្រះអង្គម្ចាស់នៃសេនប៉ីដោយអះអាងថានាងបានចុះឈ្មោះជាគិលានុបដ្ឋាយិកាខណៈពេលដែលរឿងនេះធ្វើឲ្យជនផ្ដាច់ការភ័យខ្លាចជាបណ្ដោះអាសន្នទ្រង់បានគំរាមដាក់ទណ្ឌកម្មនាងប្រសិនបើនាងបរាជ័យក្នុងការជ្រើសរើសទន្ទឹមនឹងនេះព្រះអង្គម្ចាស់កំពុងស្វែងរកម្ដាយរបស់ក្មេងនោះដោយអន្ទះសារទ្រង់បានស្វែងរកអស់រយៈពេល10ខែដើម្បីទទួលបានដំណឹងដ៏រន្ធត់បុរសរបស់ទ្រង់បានទាញសាកសភក់ចេញពីបឹងស្លៀកពាក់ដូចអ្នកបម្រើរបស់ទ្រង់បានឃើញនៅថ្ងៃនោះបេះដូងរបស់ព្រះអង្គម្ចាស់លិចលង់តើស្ត្រីតែម្នាក់គត់ដែលគាត់អាចប៉ះពាល់បានក្នុងរយៈពេល20ឆ្នាំពិតជាបានស្លាប់មែនទេពួកគេបានបញ្ចុះនាងនៅលើកំពែងក្រុងដែលជារឿងដ៏រីករាយមួយមែនហើយ3ថ្ងៃក្រោយមកការជ្រើសរើសគិលានុបដ្ឋាយិកាបានចាប់ផ្ដើមជាផ្លូវការដោយតាក់ទាញហ្វូងមនុស្សយ៉ាងច្រើនទៅកាន់ទ្វារព្រះបរមរាជវាំងស្ត្រីនោះពោពេញដោយការភ័យខ្លាចបានតម្រង់ជួរនាងត្រូវតែទទួលបានជោគជ័យព្រោះនេះជាឱកាសតែមួយគត់របស់នាងដើម្បីគេចផុតពីកណ្ដាប់ដៃនៃអំពើអាក្រក់ប៉ុន្តែនៅពេលដែលដល់វេនរបស់នាងមេដឹកនាំដ៏រឹងមាំនោះបានដើរតាមនាងនៅចំពោះមុខមនុស្សគ្រប់គ្នាគាត់បានបង្កាច់បង្ខូចស្ត្រីនោះយ៉ាងខ្លាំងទៅកាន់មន្ត្រីទទួលបន្ទុកជ្រើសរើសដោយអះអាងថានាងជាស្ត្រីមេម៉ាមកពីភូមិលូហ៊ឺស្វាមីរបស់នាងបានស្លាប់អស់រយៈពេល8ឆ្នាំមកហើយនាងទើបតែសម្រាលកូនប្រុសម្នាក់គាត់បានទាមទារថាតើស្ត្រីមិនស្មោះត្រង់បែបនេះអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រៀបការជាមួយព្រះអង្គម្ចាស់វ័យក្មេងដោយរបៀបណាហ្វូងមនុស្សជុំវិញបានចូលរួមក្នុងការនិយាយដើមគ្នាដោយចង្អុលនិងខ្សឹបខ្សៀវអំពីស្ត្រីនោះពេលលើដូច្នេះមន្ត្រីទទួលបន្ទុកជ្រើសរើសបានព្យាយាមលុបឈ្មោះរបស់នាងចេញពីបញ្ជីភ្លាមហើយបញ្ជាឲ្យអូសនាងចេញបន្ទាប់មកមេដឹកនាំដ៏រឹងមាំនោះបានព្យាយាមបង្ខំនាងចេញនៅចំពោះមុខមនុស្សគ្រប់គ្នាស្ត្រីនោះបានតស៊ូយ៉ាងអស់សង្ឃឹមដោយសម្លឹងមើលទៅទ្វារពណ៌ក្រហមដូចគុជនៃវិមានរបស់ព្រះអង្គម្ចាស់ដោយអស់សង្ឃឹមតើជោគវាសនារបស់នាងនឹងហ្វឺជីពិតជាត្រូវបានកំណត់ឲ្យស្ថិតនៅក្នុងដៃរបស់ជនផ្ដាច់ការនេះមែនទេនៅពេលនោះព្រះអង្គម្ចាស់នៃយិនវីដែលពោពេញដោយទុក្ខព្រួយបានដើរកាត់